សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាហើយវីដេអូនេះដែរគឺខ្ញុំបានថតតាំងពីថ្ងៃសុក្រហើយខ្ញុំអត់មានពេលកាត់តទេទើបតែថ្ងៃនេះដែលខ្ញុំមានពេលកាត់តហើយវីដេអូនេះដែរខ្ញុំអត់បានមកបញ្ជាក់ថាមានន័យយ៉ាងម៉េចទេតែក្នុងវីដេអូនេះដែរគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាពីសកម្មភាពពលករខ្មែរយើងដែលគាត់ធ្វើការនៅប្រទេសកូរ៉េផ្នែកខាងកសិកម្មព្រោះអីមានអ្នកខ្លះក៏គាត់មកខាងកសិកម្មដែរតែគាត់ពិបាកគាត់ធ្វើការពិបាកគឺមានមេការជាជនជាតិកូរ៉េធ្វើបាបឬមួយក៏ស្រែកថាឲ្យឬមួយក៏អីអញ្ចឹងទៅហើយក៏ធ្វើការប្រឡាក់ប្រឡោះដីធ្វើអីអញ្ចឹងទៅហើយកន្លែងនេះគឺអត់មានទេអត់មានប្រឡាក់ដីអត់មានប្រឡាក់អីអត់មានហត់នើយកាប់កោះលីសែងទេហើយមើលណាគេថ្លើមធំណាជើងខ្លីៗណាតែគេចង់លើកជើងយកឈូសកញ្ច្រែងដោយសារតែខ្លួនគាត់ហ្នឹងគឺគាត់ដាក់ខុសអញ្ចឹងហើយគាត់ត្រូវសេរីខ្លួនគាត់ហើយមកប៉ែកខាងក្រៅនេះគឺប៉ែកខាងខ្ទឹមគឺយើងបិទដបែលដោយសារអីយើងបានឲ្យខាងរោងចក្រគេផ្សេងហ្នឹងគឺគេធ្វើឲ្យយើងវិច្ឆ័ប់ឲ្យយើងរួចហើយយកមកយើងគ្រាន់តែបិទដបែលបែងចែកទម្ងន់វាទៅហើយយើងរៀបដាក់កញ្ច្រែងវិញទៅគឺរួចជាការស្រេចហើយនៅខាងក្រៅគាត់តែ2នាក់ទេហើយនៅខាងក្នុងហ្នឹងគឺមាន3-4នាក់ដែរហើយរោងចក្រនេះគឺប្រុសមានតែ2នាក់ទេខ្សត់ណាស់ក្រៅពីហ្នឹងគឺសិតស្រីទាំងអស់ហើយដោយសារតែចុងម៉ោងហើយទេបានជាគាត់ធ្វើនៅផ្ដុំគ្នាអញ្ចឹងពីទូទៅគឺគាត់ធ្វើការមកធីមគាត់តែ2នាក់ទេហើយនេះខ្ញុំស្រែកឲ្យគាត់ងាកមកសើចដាក់ខ្ញុំមួយតែណាថាគាត់អត់ខ្វល់មេស្រែកឲ្យក៏ស្រែកទៅគាត់អត់ខ្វល់ទេសំខាន់គឺគាត់បានអញ្ញឹមដាក់មេមួយទៅគាត់មានកម្លាំងចិត្តហើយអត់ខ្វល់ថាមេស្ដីឲ្យគាត់មិនអត់ខ្វល់ទេហើយកន្លែងការងាររបស់ខ្ញុំនេះគឺស្រួលបងប្អូនកន្លែងការងាររបស់ខ្ញុំនេះគឺស្រួលទេឲ្យតែកូនចៅធ្វើការលឿនធ្វើការរហ័សរហួនគឺអត់ដែលត្រូវមាត់ទេគឺអត់ដែលស្ដីឲ្យទេឲ្យតែធ្វើការលឿនព្រោះអីកន្លែងវិចខ្ចប់មួយគឺត្រូវការអ្នកធ្វើការលឿនហើយរហ័សរហួនម៉ត់ចត់ដោយសារអីដោយសារតែយើងកន្លែងនេះគឺយើងមិនមែនដូចកន្លែងដាំដុះទេគឺកន្លែងនេះគឺត្រូវការម៉ត់ចត់ច្បាស់លាស់ណាស់ព្រោះអីយើងត្រូវធ្វើតាមការដែលគេកំងមកល្បែលផ្លាករបស់ sticker របស់គេនឹងយើងត្រូវបិទត្រូវតែមានថ្ងៃមានខែមានអីតែខុសបន្តិចក៏គេអត់យកដែរគឺគេបញ្ជូនមកឲ្យយើងវិញដែរអញ្ចឹងហើយទៅត្រូវការអ្នកច្បាស់លាស់ម៉ត់ចត់គឺធ្វើការរហ័សរហួនព្រោះអីក្នុងមួយថ្ងៃយើងត្រូវវិចខ្ចប់ឲ្យគេរាប់ម៉ឺនកញ្ចប់ដើម្បីតម្រូវការគេខាងម៉ាតអញ្ចឹងណាអញ្ចឹងទៅធ្វើការលឿនគឺអត់ដែលត្រូវមកទេ